ក្របបែកកំណត់ពេលទាំង5សម្រាប់រដ្ឋាភិបាលអាណត្តិទី2របស់លោកអនុធីនឆានវីរគុណខណៈពេលដែលលោកអនុធីនឆានវីរគុណបានចាប់ផ្ដើមអាណត្តិទី2និងឈានទៅបង្កើតគណៈរដ្ឋមន្ត្រីដែលដឹកនាំដោយគណៈបកភូមិใจថៃក្រុមអ្នកវិភាគបានព្រមានអំពីសម្ពាធចំនួន5ដែលកំពុងលេចរូបរាងឡើងយោងតាមកាសែត Thai The Nation សម្ពាធឬក្របបែកកំណត់ពេលទាំង5មានដូចជា1វិបត្តិធម្មពលចំនួននៅមជ្ឈមបូព៌ាជាពិសេសភាពតានតឹងជុំវិញច្រកសមុទ្រ Hormuz បានបង្កឲ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងសកលនិងបានបន្ថែមហានិភ័យដល់តម្លៃប្រេងរដ្ឋាភិបាលថ្មីរបស់ថៃត្រូវគ្រប់គ្រងទាំងបរិមាណនិងតម្លៃលោកអនុធីនបានព្យាយាមបន្ថយការបារម្ភរបស់ពលរដ្ឋថៃថាបញ្ហាកង្វះខាតនៅតាមស្ថានីយ៍ប្រេងឥន្ធនៈគួរតែមានភាពធូរស្រាលក្នុងរយៈពេល2សប្តាហ៍ខាងមុខចំណែកឯផ្នែកតម្លៃវិញរដ្ឋាភិបាលប្រហែលជាត្រូវប្រើប្រាស់វិធានការដាក់ពិដានតម្លៃលើប្រេងម៉ាស៊ូតដើម្បីការពារកុំឲ្យថ្លៃប្រេងហក់ឡើងខ្លាំងពេករហូតធ្វើឲ្យប៉ះពាល់ដល់កម្រិតជីវភាពរស់នៅនិងបង្កឲ្យមានសម្ពាធនយោបាយមកលើរដ្ឋាភិបាលផ្ទាល់2ពន្ធគុយរបស់សហរដ្ឋអាមេរិកនិងនេនាការគាំពៀនិយមកើនឡើងទោះបីជាតុលាការកំពូលសហរដ្ឋអាមេរិកបានសម្រេចប្រឆាំងនឹងវិធានការពន្ធគុយទៅវិញទៅមក Reciprocal Tariff របស់ប្រធានាធិបតីលោក Donald Trump ក៏ដោយក៏សហរដ្ឋអាមេរិកនៅតែបន្តអនុវត្តវិធីសាស្ត្រគាំពៀពាណិជ្ជកម្មយ៉ាងខ្លាំងក្លាពោលគឺការប្រើប្រាស់របាំងពន្ធគុយដើម្បីការពារឧស្សាហកម្មក្នុងស្រុកនិងបង្កើនចំណូលជាពិសេសគឺផ្ដោតលើបណ្ដាប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកចំណែកឯផ្នែកតម្លៃវិញរដ្ឋាភិបាលប្រហែលជាត្រូវប្រើប្រាស់វិធានការដាក់ពិដានតម្លៃលើប្រេងម៉ាស៊ូតដើម្បីការពារកុំឲ្យថ្លៃប្រេងហក់ឡើងខ្លាំងពេករហូតធ្វើឲ្យប៉ះពាល់ដល់កម្រិតជីវភាពរស់នៅនិងបង្កឲ្យមានសម្ពាធនយោបាយមកលើរដ្ឋាភិបាលផ្ទាល់3ការឡើងកញ្ចប់ចំណាយនិងការរួមតូចនៃលំហសារពាង្គហ៊ុនបំណុលសាធារណៈរបស់ប្រទេសថៃនាពេលបច្ចុប្បន្នមានប្រហែល 66% នៃ GDP ឬច្រើនជាង 12.66 ត្រីលានបាតឬ 80,000 លានដុល្លារទោះបីជាកម្រិតនេះស្ថិតក្នុងដែនកំណត់គឺតូចជាង 70% ក៏ដោយក៏ស្ថានភាពនេះកំពុងត្រូវបានតាមដានយ៉ាងដិតដល់ព្រោះលំហសារពាង្គហ៊ុនរបស់ប្រទេសថៃបានរួមតូចយ៉ាងខ្លាំង4អតិផរញ្ញថ្លៃទំនិញនិងថ្លៃចំណាយលើការរស់នៅបន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ក្នុងខែមីនាឆ្នាំ2026ក្រសួងពាណិជ្ជកម្មបានបង្ហាញសញ្ញាថាអត្រាអតិផរញ្ញអាចនឹងចាប់ផ្ដើមបន្តកើនឡើងវិញក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ NESDC បានប៉ាន់ប្រមាណថាប្រសិនបើតម្លៃប្រេងនៅតែរក្សាកម្រិតលើស$100ក្នុង1បារ៉ែលអត្រាអតិផរញ្ញអាចនឹងឡើងដល់ 1.9% ប៉ុន្តែប្រសិនបើប្រេងឆ្អៅហក់ឡើងលើស$120ក្នុង1បារ៉ែលនោះអតិផរញ្ញនឹងកាន់តែពិបាកក្នុងការព្យាករណ៍និងអាចនឹងហក់ឡើងលើសជាង3% 5. ស្ថិរភាពរដ្ឋាភិបាលនិងសំណុំនយោបាយហានិភ័យមួយទៀតគឺស្ថិរភាពនយោបាយជាពិសេសគឺសំណុំរសាដែលអាចប៉ះពាល់ដល់ទំនុកចិត្តលើគណៈបកភូមិใจថៃដែលក្នុងនោះសំណុំរឿងដែលគួរឲ្យកត់សម្គាល់បំផុតគឺសំណុំរឿងខៅក្រដុងនិងសំណុំរឿងការខុបគ្នាក្នុងការបោះឆ្នោតជ្រើសរើសសមាជិកប្រតិសភាទន្ទឹមនឹងនេះហានិភ័យរយៈពេលត្រង់ក្រោយផ្សេងទៀតគឺលទ្ធភាពនៃរឿងអាស្រោពុករលួយក្នុងជួររដ្ឋាភិបាលថ្មីបើទោះបីជាលោកអនុធានបានបដិញ្ញាចិត្តចំពោះការត្រួតពិនិត្យយ៉ាងតឹងរឹងនិងបដិនាំសុចរិតភាពសម្រាប់រដ្ឋមន្ត្រីក៏ដោយក៏រាល់ចំនួនធំណាមួយក៏នៅតែអាចធ្វើឲ្យប៉ះពាល់ការដឹកនាំរបស់លោកផ្សាយថ្ងៃទី23ខែកុម្ភៈឆ្នាំ2026ប្រភព The Nation